trong trái phao videoនៅក្នុង Facebook ដើម្បីទទួលបាន view ច្រើនអត់នៅក្នុង video នេះខ្ញុំនឹងចែកម្លែកបងប្អូនទាំងអស់គ្នាឲ្យផុស video ឲ្យត្រូវចំណុចដែល Facebook ដែលគេត្រូវការអញ្ចឹងនៅក្នុងការផុស video យើងនីមួយៗ Facebook គឺតែងតែណែនាំយើងឲ្យផុសបែបណាខ្លះឲ្យធ្វើបែបណាខ្លះដើម្បីងាយឆាប់ទទួលបានអ្នកមើលច្រើននិងទទួលបានអ្នកតាមដានច្រើននៅក្នុង Facebook យើងផងដែរអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរបងប្អូនទាំងអស់គ្នាត្រូវតែមើល video នេះឲ្យចប់ហើយដើម្បីឲ្យយល់ដឹងអំពីចំណុចនីមួយៗដោយសារតែក្នុងចំណុចនេះវាក៏មានច្រើនចំណុចផងដែរដែលឲ្យបងប្អូនទាំងអស់គ្នាយល់ដឹងអំពីចំណុចដែល Facebook ដែលគេត្រូវការយើងហើយកុំភ្លេចជួយតាមដាននិងចុច share វីដេអូនេះមួយផងកុំភ្លេចចុច save ទុកព្រោះវីដេអូនេះសំខាន់មែនទែនបើសិនជាបងប្អូនទាំងអស់គ្នាថ្ងៃណាអត់ច្បាស់ឬក៏អត់យល់អាចមកមើលវីដេអូនេះសារឡើងវិញបានដើម្បីឲ្យយើងធ្វើទៅត្រូវចំណុចនីមួយៗដែល Facebook គេទទួលយកបានអញ្ចឹងកុំឲ្យខាតពេលយូរទៅទស្សនានៅក្នុងអេក្រង់ iPad ខ្ញុំទាំងអស់គ្នាបងប្អូនទាំងអស់គ្នាចាប់ដើមបើកចូលទៅលើ page របស់យើងមកហើយបើសិនជាបងប្អូនទាំងអស់គ្នាធ្លាប់ផុសទៅលើវីដេអូមុនយើងត្រូវតែធ្វើការចូលទៅមើលវីដេអូមុនរបស់យើងហ្នឹងដើម្បីឲ្យទទួលបានដឹងថាតើការផុសរបស់យើងពីមុនហ្នឹងវាត្រឹមត្រូវទៅតាមអ្វីដែល Facebook គេកំណត់នៅអញ្ចឹងឥឡូវFacebook បានអត់បងប្អូនទាំងអស់គ្នានៅតែមានតែគាត់អត់បាទឥឡូវខ្ញុំបិទសលេងអញ្ចឹងខ្ញុំសូមធ្វើការបិទសលេងវីដេអូនេះសិនយើងអញ្ចឹងបងប្អូនទាំងអស់គ្នាយើងចូលមកកន្លែងពាក្យថា Insight បាទ Insight នៅខាងក្រោមហ្នឹងចូលមកបងប្អូនទាំងអស់គ្នាឃើញសញ្ញាគ្រីសពណ៌បៃតងនៅខាងក្រោមនេះអត់បាទសញ្ញាគ្រីសពណ៌បៃតងនៅខាងក្រោមបាទនេះនៅកន្លែងហ្នឹងចាំខ្ញុំដាក់អំពងឲ្យបងប្អូនទាំងអស់គ្នាបើសិនជាវីដេអូរបស់យើងមានគុណភាពបើវីដេអូរបស់យើងធ្វើទៅគ្រប់លក្ខណៈគ្រប់គោលការណ៍ដែល Facebook គេទទួលយកបានគឺកន្លែងហ្នឹងគ្រីសពណ៌ខៀវអញ្ចឹងបងប្អូនទាំងអស់គ្នាធ្វើគ្រប់វីដេអូទាំងអស់បាទធ្វើរាល់ content បងប្អូនទាំងអស់ធ្វើម៉េចឲ្យវាសញ្ញាគ្រីសពណ៌ខៀវហ្នឹងព្រោះវាងាយនឹងផ្ទុះមែនតើវីដេអូរបស់យើងអញ្ចឹងបងប្អូនទាំងអស់គ្នាចុចចូលមកកន្លែងហ្នឹងមកបាទចុចមកកន្លែងពាក្យថា learn more បាទដើម្បីយើងទៅមើលអំពីលក្ខខណ្ឌមួយចំនួនដែល Facebook គេកំណត់នៅក្នុងហ្នឹងអញ្ចឹងលក្ខខណ្ឌរបស់គេគឺគេមានចំនួនប្រមាណយើងរាប់មក1 2 3 4 5 6លក្ខខណ្ឌទាំងអស់ហ្នឹងនៅក្នុងហ្នឹងគឺមានចំនួន6លក្ខខណ្ឌបើសិនជាវីដេអូបងប្អូនទាំងអស់គ្នាធ្វើទៅមានគ្រីសគ្រប់ទាំងអស់អញ្ចឹងស្មើនឹងបងប្អូនទាំងអស់គ្នាធ្វើគ្រប់លក្ខខណ្ឌរបស់ Facebook ដែលគេកំណត់ឲ្យហើយថាតើលក្ខខណ្ឌនីមួយៗនៅក្នុងហ្នឹងគេដាក់មានន័យយ៉ាងដូចម្តេចខ្លះខ្ញុំនឹងធ្វើការបកប្រែបងប្អូនទាំងអស់គ្នាឬក៏បញ្យល់ឲ្យបងប្អូនទាំងអស់គ្នាហ្នឹងបាទឲ្យបានយល់អំពីចំណុចនីមួយៗហ្នឹងដើម្បីយើងធ្វើទៅឲ្យយើងយល់ដើម្បីយើងធ្វើទៅត្រៀមដើម្បីធ្វើទៅឲ្យត្រូវលក្ខខណ្ឌរបស់ឲ្យ Facebook ចឹងទៅហ្នឹងហើយសម្រាប់និយាយថ្ងៃនេះអាចនឹងរៀងពិបាកនិយាយតិចដោយសារតែខ្ញុំប្រាសាខ្ញុំតឹងចំហមែនទែនបាទខ្ញុំចាញ់អាកាសធាតុជាអូខេអញ្ចឹងនៅក្នុងវីដេអូនេះគឺគេដាក់ថា earning បាទមានន័យថាគឺយើងវីដេអូរបស់យើងនឹងកំពុងតែស្ថិតនៅក្នុងការរកប្រាក់ចំណូលនៅពេលដែលយើងចុចមើលកន្លែងនេះទៅគឺយើងនឹងឃើញ monetization បាទ status មានន័យថាគឺយើងអាចរកប្រាក់ចំណូលចេញពីវីដេអូនេះបានអូខេអញ្ចឹងសម្រាប់ចំណុចទី2គឺជា content របស់យើងនៅពេលដែលយើងធ្វើ content បើសិនជាយើងធ្វើចំណុចនេះដែលឡើងសញ្ញាគ្រីសអញ្ចឹងគឺមិនថាជារូបភាពមិនថាជាវីដេអូរបស់យើងទេគឺងាយតែឆាប់ដល់អ្នកដែលគេចង់មើលបាទសម្រាប់ចំណុចទី3គឺជាការដាក់ទៅលើ caption មានន័យថាយើងសរសេរ caption មួយដ៏ល្អដែលពាក់ព័ន្ធជាមួយនឹងវីដេអូរបស់យើងគឺគេដាក់ថា your real has a caption មានន័យថាគឺ caption ចំណងជើងវីដេអូរបស់យើងហ្នឹងគឺជាការពិតបាទគឺពិតដូចដែលអ្វីដែលយើងបានធ្វើបាទអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលទៅគឺគេដាក់នៅក្នុងហ្នឹងបានបាទអញ្ចឹងគឺខ្ញុំបកប្រែឲ្យសម្រាប់អ្នកដែលគាត់អត់ចេះអង់គ្លេសអញ្ចឹងគឺ caption ទី1គឺ caption ដែលពាក់ព័ន្ធជាមួយនឹងវីដេអូរបស់យើង caption ដែលនិយាយចំជាមួយនឹងវីដេអូរបស់យើងដែលសាច់រឿងជាមួយនឹងវីដេអូរបស់យើងហ្នឹងវាពាក់ព័ន្ធជាមួយនឹង caption ហ្នឹងដែរយើងអត់មានតែសេ caption ខុសគ្នាពីហ្នឹងទេណាប្រយ័ត្នបំផុតសម្រាប់ caption នេះក៏ Facebook គេប្រកាន់ដែរហើយចំណុចទី4គឺគេដាក់ថា your real has music ឬ sound មានន័យថាគឺយើងប្រើទៅលើភ្លេងដែលអត់ជាប់ copyright សំឡេងដែលជាសំឡេងពិតរបស់យើងឬក៏យើងយកភ្លេងមកពីណាក៏ដោយដែលយើងប្រើដោយមានឯកសិទ្ធិត្រឹមត្រូវមានន័យថាយើងអត់ប្រើភ្លេងដែលជាប់ copyright ទេបើសិនជាបងប្អូនទាំងអស់គ្នាចង់ប្រើភ្លេងលុះត្រាតែបងប្អូនទាំងអស់គ្នាទៅទិញភ្លេងពី website មកដែលជាកម្មសិទ្ធិតខ្លួនរបស់បងប្អូនទាំងអស់គ្នាទៅដាក់នៅក្នុងវីដេអូរបស់យើងអាចរកចំណូលបានអូខេនេះគឺជាចំណុចទី4ឯចំណុចទី5នេះគឺគេដាក់ថា your real is in recommended មានន័យថាយើងបានប្រើទៅលើតម្រងវីដេអូបែបខ្នាតប្រឈរបាទគឺគេ recommend aspect ratio មានន័យថាគឺគេ recommend ទៅលើខ្នាតវីដេអូរបស់យើងហ្នឹងបាទខ្នាតនេះគឺជាខ្នាតណាបាទខ្នាត
ขนาดวิดีโอประมาณแบบ9ដោយ6អាហ្នឹងខ្ញុំធ្លាប់និយាយពីសារមុនហ្នឹងណាគឺขนาดវីដេអូបែបបញ្ឈរអញ្ចឹងគឺ Facebook គឺគេត្រូវការขนาดវីដេអូរបស់យើងហ្នឹងប្រភេទដែលបញ្ឈរអញ្ចឹងយើងត្រូវតែធ្វើតាមขนาดរបស់គេអូខេហើយបន្ទាប់មកគឺចំណុចទី6គឺជាចំណុចមួយដែលសំខាន់មែនទែនគឺគេដាក់ថា your reel is in បាទ recommend resolution មានន័យថាយើងបានធ្វើវីដេអូទៅតាមទំហំគុណភាពដែលគេចង់បានទំហំគុណភាពហ្នឹងគឺជាភាពច្បាស់របស់វីដេអូរបស់យើងគឺជា quality វីដេអូរបស់យើងហ្នឹងគឺគេហៅថាទំហំគុណភាពຂະຫນາດផ្សេងទំហំគុណភាពផ្សេងទំហំគុណភាពវីដេអូបងប្អូនទាំងអស់គ្នាត្រូវតែមានកម្រិតច្បាស់ចាប់ពី720ទៅដល់ 1080p នេះគឺជាកម្រិតច្បាស់របស់វីដេអូរបស់យើងអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាយល់ចំនួន6ចំណុចនេះដើម្បីយើងយកទៅអនុវត្តធ្វើនៅលើវីដេអូរបស់យើងឲ្យវាត្រឹមត្រូវឲ្យវាស៊ីជម្រៅទៅកាន់ Facebook ញីនឹងចូលដល់អ្នកដែលគេចង់រួមមើលអញ្ចឹងបើសិនជាបងប្អូនទាំងនេះផុសហើយយើងចុចមើលកន្លែងហ្នឹងគឺវាឡើងមកគ្រីសចំនួន6អញ្ចឹងគឺវីដេអូរបស់យើងគឺត្រឹមត្រូវហើយអញ្ចឹងគឺវីដេអូរបស់ខ្ញុំគឺវា load ឃើញទេវីដេអូរបស់ខ្ញុំគឺវា load សញ្ញាគ្រីសអញ្ចឹងប៉ុន្តែខ្ញុំឲ្យបងប្អូនទាំងអស់គ្នាមើលវីដេអូមួយដែលខ្ញុំទៅតែផុសគឺវាអត់ load សញ្ញាអញ្ចឹងទេវា load សញ្ញាអូទៀនពណ៌លឿងអញ្ចឹងគឺការ load សញ្ញាអូទៀនពណ៌លឿងហ្នឹងមានន័យយ៉ាងដូចម្ដេចខ្ញុំនឹងចូលទៅឲ្យបងប្អូនទាំងអស់គ្នាទស្សនាយើងចុចចូលលឿនមកអញ្ចឹងវីដេអូរបស់ខ្ញុំកន្លែងនេះគឺវាខុសទៅលើ aspect ratio មានន័យថាគឺខុសទៅលើຂະຫນាតវីដេអូអញ្ចឹងគឺគេបញ្ជាក់អីបាទនៅពេលដែលខ្ញុំចុចមកគឺខ្ញុំនឹងឃើញភ្លាមហ្មងគឺខ្ញុំដឹងភ្លាមគឺ Facebook នឹងប្រាប់យើងភ្លាមថាយើងខុសaspect ratio មានន័យថាយើងខុសទៅលើຂະຫນាតវីដេអូដែលគេដាក់ឲ្យយើងតម្រូវឲ្យយើងធ្វើទៅតាមគេអញ្ចឹងតម្រូវតាមគេគឺធ្វើអាវីដេអូបញ្ឈរអញ្ចឹងណាបាទ9ដោយ16នេះឃើញគេដាក់បញ្ជាក់ហ្មង9ដោយ16 aspect ratio អញ្ចឹងគឺខ្ញុំខុសតែមួយនឹងទេកាលណាដែលយើងខុសមួយក៏ដោយក៏ Facebook អត់ជួយរុញវីដេអូយើងដែរណាកន្លែងនេះគឺត្រូវចាំមូលហេតុអីវីដេអូនេះខ្ញុំអត់សូវបានទទួល view បាទបានតែ 2k view ដោយសារតែខ្ញុំខុសមួយចំណុចហ្នឹងដោយសារតែខ្ញុំថតផ្ដេកបងប្អូនគ្នាឃើញវីដេអូខ្ញុំថតផ្ដេកអត់អញ្ចឹងបើសិនជាបងប្អូនទាំងគ្នាយល់ដឹងអំពីចំណុចទាំង6ហ្នឹងណាបងប្អូនទាំងអស់គ្នាធ្វើទៅងាយទទួលបានview ច្រើនមែនទែនបាទហើយសម្រាប់មួយទៀតបើសិនជាបងប្អូនចង់ដឹងថាមូលហេតុអីវីដេអូបងប្អូនទាំងអស់គ្នាទទួលបាន view ច្រើនអូខេខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នាចូលមើលម្ដងទៀតចូលមកកន្លែងពី inside ដដែលបាទហើយបងប្អូននេះអូចុះក្រោមយើងមកមើលកន្លែងពាក្យនេះបាទខ្ញុំដាក់គូកំពងឲ្យបាទចុចកន្លែងហ្នឹងមកអញ្ចឹងបងប្អូនទាំងអស់គ្នាមើលណានៅក្នុង3 second មានន័យថា3វិនាទីរបស់យើងមានអ្នកអូសមើលច្រើនដល់ទៅ45ដល់ទៅ 50% មានន័យថាគឺយើងបានធ្វើ visual 6មានន័យថាយើងមាន6ទៅលើវីដេអូរបស់យើងដើម្បីឲ្យអ្នកដែលគាត់ឃើញវីដេអូរបស់យើងហ្នឹងគាត់ចង់ទស្សនាបន្តអញ្ចឹងគឺគេដាក់រហូតនេះបាទ rate 6 view មានន័យថាយើងធ្វើវីដេអូ3 second ហ្នឹងទាញអ្នកមើលបានច្រើនអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវតែធ្វើការscreenshot ទៅលើវីដេអូរបស់យើងឬក៏ performance ដែលវីដេអូរបស់យើងមួយណាដែលវាផ្ទុះយើងយកមក upgrade បន្ថែមទៀតយើងយកមកធ្វើស្រដៀងទៅនឹងវីដេអូនឹងដែរអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវចាំថាអ្នកខ្លះគាត់អាចនឹងចាប់អារម្មណ៍វីដេអូរបស់យើងពី3វិនាទីដំបូងដោយសារអ្វីបាទយើងទៅឆ្កឹះមើលកន្លែងហ្នឹងឲ្យឃើញបាទភាគច្រើនខ្ញុំប្រើ3វិនាទីដំបូងគឺការប្រើទៅលើ visual hook គឺការនិយាយអំពីពាក្យឥទ្ធិពលគឺការនិយាយអំពីពាក្យមួយដែលបងប្អូនទាំងអស់គ្នាចង់ស្ដាប់ចង់ឮឬក៏ចង់ដឹងនៃវីដេអូរបស់ហ្នឹងទី2ខ្ញុំប្រើការបន្លឿននៃការឲ្យគាត់ចង់មើលបាទបន្លឿនវីដេអូរបស់យើងឲ្យគាត់ចង់មើលគាត់ដឹងថាតើវីដេអូរបស់យើងហ្នឹងនិយាយពីអីបង្រៀនឬក៏ណែនាំឲ្យបានច្បាស់លាស់នៅក្នុងវីដេអូរបស់ហ្នឹងអញ្ចឹងចំណេះដឹងទាំងអស់ហ្នឹងគឺនៅក្នុងការរៀនយល់ដឹងការធ្វើ content បងប្អូនទាំងនេះអាចចង់រៀនក៏បានឬមិនចង់រៀនក៏បានបើចង់រៀនយើងអស់លុយបើមិនចង់រៀនខ្ញុំប្រើការណែនាំនៅក្នុង channel YouTube របស់ខ្ញុំឬក៏ page របស់ខ្ញុំអញ្ចឹងបងប្អូនទាំងនេះក៏អាចយល់ដឹងអំពីការធ្វើ content ដូចគ្នាអញ្ចឹងបើសិនជាយើងរៀនក៏យើងចេះបានលឿននឹងតែបើយើងអត់រៀនទេក៏យើងចេះតាមបណ្ដាទៅតាមពេលវេលាអញ្ចឹងទៅអូខេសម្រាប់វីដេអូហ្នឹងខ្ញុំចែករំលែកតែប៉ុណ្្នឹងឯងបងប្អូនទាំងអស់គ្នាពិនិត្យមើលឡើងវិញថាវីដេអូរបស់យើងហ្នឹងផុសទៅតាមគោលការណ៍របស់ Facebook ដែលគេដាក់អត់បើសិនជាអត់បានទេកែតម្រង់វីដេអូរបស់យើងឲ្យបានច្បាស់លាស់មកបាទថតឲ្យមានគុណភាពប្រើ aspect ratio បែបនេះបាទប្រើຂະຫນាតវីដេអូរបស់យើងប្រភេទវិឈរហើយប្រើគុណភាពបាទទំហំគុណភាពវីដេអូរបស់យើង 1080p ណាទៅ Facebook វាជួយរុញវីដេអូរបស់យើងឲ្យមានអ្នកទស្សនាច្រើនសម្រាប់វីដេអូនេះខ្ញុំសូមចែកលេខត្រឹមតែប៉ុណ្្នេះទេជួបគ្នានៅវីដេអូក្រោយទៀតពីខ្ញុំបានឡងបាយបាយ